Ok,សួស្តីអ្នកទាំងគ្នានឹងមកកាន់វីដេអូរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយកធ្វើខ្វែងចាក់លុយអញ្ចឹងហើយនៅខ្វែងចុងក្រោយគឺដឹងអ្នកគ្នាត្រូវអត់ទេអាខ្វែងចុងក្រោយវារៀងពិបាកអញ្ចឹងវាពិបាកហើយវាស៊ីលុយយើងសំខាន់វាស៊ីហើយយើងបានមកវិញវាអត់សូវចំណេញតែឥឡូវយើងឡើងជិះអាទៅដើម្បីទៅយកខ្វែងទី1នៅខ្វែងទី1យើងមកសួរអប៉ែដូចជាឈ្មោះ Isaac អញ្ចឹងហើយយើងមកសួរវាដើម្បីយកខ្វែងហ្នឹងកន្លែងនេះខ្ញុំបញ្ជាក់ទៅជាសារខ្ញុំធ្វើខ្វែងហ្នឹងហើយអញ្ចឹងវាអត់ឲ្យចេញយូរខ្វែងតែមួយនេះអត់តន់ធ្វើអញ្ចឹងអ្នកគ្នាវាចេញយូរខ្វែងមកហើយអ្នកគ្នាត្រូវទៅយក heal potion heal potion ហ្នឹងដូចជាកម្រិត1នៅកម្រិត1ដូចជានៅកោះទី1ហ្នឹងនៅកោះទី1មិនកម្រិត potion heal កម្រិត2នៅកោះទី2គឺវាឲ្យទៅយកនៅកោះទី1បានត្រូវនៅខ្វែងវាអញ្ចឹងឥឡូវយើង teleport ទៅយកទៅអូខេហ្នឹងហើយពេលយើងមកដល់កោះទី1ហើយយើងគ្រាន់តែដើរទៅកន្លែងគេលក់ទឹក potion ហ្នឹងហើយយើងទៅទិញheal potion កម្រិត1មកនៅក្នុងពេលយើងបានទឹក potion កម្រិត1ហើយនេះទៅ report ទៅកោះទី2ហ្នឹងដើម្បីយើងទៅពេញខ្វែងរបស់យើងអូខេដល់ពេលយើងមកដល់វិញហើយអ្នកនេះដើរមកកន្លែងហ្នឹងហើយនិយាយមួយបែបហ្នឹងវិញទៅហើយដោយសារខ្ញុំធ្វើឲ្យចឹងខ្ញុំវាបាត់ពាក្យកន្លែងទី2អញ្ចឹងបើគ្នាចូលមកហើយនិយាយមួយវាយកជ្រើសទី2ទៅដឹងហើយខ្វែងហ្នឹងអូខេចូលមកខ្វែងមួយទៀតគឺជាខ្វែងស្វានៅកោះទី2ហើយខ្វែងហ្នឹងមានអ្នកធ្វើច្រើនអញ្ចឹងខ្ញុំមិនពីច្រើនគាត់ឲ្យយើងទៅយកខ្វែងវាហើយយើងយកផ្លែចេកចំនួន30ឲ្យវាដូចខ្វែងមួយនេះអញ្ចឹងខ្ញុំធ្លាប់ធ្វើហើយអញ្ចឹងវាអត់លុបទៅពាក្យយើងយកជំរើស5 10ហើយនឹង30អញ្ចឹងអ្នកនេះយក30ទៅដើម្បីទទួលបានលុយ 10000 ណាហើយបើមកយើងត្រូវទៅកោះទី1វិញទៅទៅកោះទី1ដើម្បីយើងទៅម៉ាញយកផ្លែចេកហ្នឹងណាអូខេពេលមកដល់កោះទី1អ្នកគ្នាត្រូវទៅម៉ាញថ្មដែលមានឈាមខ្សែ5ហ្នឹងហើយនៅក្នុងថ្មហ្នឹងភាគច្រើនគឺមានរ៉ែចេកហ្នឹងអញ្ចឹងអ្នកគ្នាត្រូវដើរម៉ាញឲ្យបាន30ហ្នឹងហើយពេលអ្នកគ្នាបាន30ហើយអ្នកគ្នាមកកោះទី2វិញហើយយកចេក30មកឲ្យស្វាហ្នឹងទៅយើងទទួលបានលុយ 10000ហើយនឹងលបែរឿងច្រើនណាស់ហើយមួយអ្នកដំបងណាអ្នកកោះហ្នឹងអញ្ចឹងអ្នកមកកោះនៅដំបងអញ្ចឹងអូខេអ្នកចូលមកខ្វែងទីប្រហែលទី3ហ្នឹងហើយនៅខ្វែងទី3របស់យើងនៅកោះទី2តារាតែយើងដើរទៅខាងស្ដាំដៃរបស់យើងមកហើយនៅគ្នាដើរទៅខាងស្ដាំឡើងហើយនឹងជួបបែកមួយនេះហើយឲ្យយើងយករ៉ែលិចិននេះរ៉ែលិចិនហ្នឹងបើអ្នកគេលើធំហើយអាចនឹងមានអាចនឹងស្គាល់ច្រើនព្រោះរ៉ែហ្នឹងមានពណ៌លឿងនេះតែខ្ញុំអត់មានអញ្ចឹងខ្ញុំអាចអត់តន់ដល់អញ្ចឹងគេឲ្យយើងយករ៉ែហ្នឹងមួយហើយតែប៉ុណ្្នឹងទេយើងយករ៉ែហ្នឹងមួយហើយយើងនឹងបានលុយហើយនឹងតបែអញ្ចឹងខ្វែងហ្នឹងរៀងស្រួលដែរទេហើយយើងចូលមកកាន់ខ្វែងចុងក្រោយដែលខ្ញុំគិតថាវាពិបាកហើយសំខាន់ស៊ីលុយហើយយើងខាតទៀតយើងបានលុយវិញក៏តិចដែរបើអ្នកគ្នាចង់សំលុយ PX អីទិញ PX អីមិនបាច់ធ្វើខ្វែងទេព្រោះអត់ចំណេញហ្មងតែបើអ្នកគេថាគេមានអីចឹងចង់ធ្វើខ្វែងគ្រប់ចឹងអាចធ្វើបានគឺអ្នកនេះត្រូវមកកោះទី1មកហើយមកជួបនឹងលោកស្រីកុំលោកប្រុសនេះលោកស្រីឲ្យជួបឲ្យពេកនេះមួយហើយគាត់ឲ្យយើងទៅយកឆ្មាគាត់ហើយយកឆ្មាហ្នឹងគឺនៅកោះទី2ឥឡូវយើងចូលមកយកខ្វែងគាត់សិន
ពីម្ដងកោះទី2ហើយអ្នកទៅរត់ទៅត្រង់ឲ្យបាត់ឆ្វេងហើយយើងទៅមិនទៅដល់កន្លែងរត់រហូតទៅដល់កន្លែងកុសពងកោប្លីនហើយអញ្ចឹងយើងបើខ្វល់ពីនេះទៅយើងទៅចូលនិយាយមួយមេវានៅក្នុងយ៉ាងហ្មងទេដើម្បីយើងយកខ្វះហើយពេលយើងនិយាយមួយវាហើយអញ្ចឹងវានឹងឲ្យយើងធ្វើខ្វះទី1យើងត្រូវចំណាយលុយ1000ហើយទៅជីករ៉ែហើយទី2យើងត្រូវការចំណាយលុយ15000ដើម្បីទៅជីករ៉ែទៀតហើយនឹងទី3យើងចំណាយ25000ដើម្បីទៅជីករ៉ែដូចជា Diamond ខ្ញុំដឹងតែចុងក្រោយមួយនេះទេវាទៅពេលអ្នកគ្នាជីកហើយធ្វើហើយនឹងទទួលបានសោពីកបលេននឹងឯងហើយពេលទទួលបានសោពីកបលេនហើយអ្នកគ្នាត្រូវដើរទៅខាងស្ដាំដៃទៅហើយយើងដើម្បីយើងទៅបើកទ្វារថ្មហ្នឹងណាពេលគ្នាបើកទ្វារថ្មនឹងបានហើយយើងនឹងចូលទៅក្នុងហើយពេលយើងចូលទៅក្នុងអ្នកគ្នាត្រូវដើរទៅត្រង់ហើយយើងដើរទៅដល់កន្លែងទឹកធ្លាក់មួយអ្នកគ្នាបត់ឆ្វេងបត់ចូលទឹកធ្លាក់ហ្នឹងហើយដើរកាត់ចូលទៅក្នុងទឹកធ្លាក់ហ្នឹងហើយអ្នកគ្នានេះត្រូវការ rest ហ្នឹងយើងបវល់យកពូជបំផោថាមានស៊ុំពីមានអីហ្នឹងអ្នកគ្នាយក rest goblin ទៅភាសាវាស្រួលវាតូចព្រោះកន្លែងហ្នឹងយើងត្រូវការ rest goblin ណាព្រោះវាតូចចឹងវាស្រួលហើយយើងចូលទៅយកឆ្មាហ្នឹងហើយអ្នកគ្នាត្រូវ teleport ទៅកោះទី1ដើម្បីយកឆ្មាឲ្យជាបែកហ្នឹងវិញអូខេពេលយើងមកដល់កោះទី1វិញហើយអ្នកដើរទៅពេញខ្វេះហ្នឹងវិញទៅហើយខ្វេះហ្នឹងមិនសូវជាចំណេញទេខ្ញុំថាខាតច្រើនជាងតែខ្ញុំមិនរីកមិនឲ្យអ្នកលេងដំបងអីទៅកោះទី2ឲ្យទៅធ្វើខ្វេះហ្នឹងគឺខាតលុយដែរអញ្ចឹងស្រាប់តែអ្នកមានហើយអញ្ចឹងធ្វើឲ្យស្រួលអូខេនៅវីដេអូខ្ញុំក៏ឈានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយបាយ